កាលពីព្រេងនាយនៅក្បែរទន្លេដ៏ភ្លឺចែងចាំងមួយក្នុងប្រទេសកម្ពុជាមានស្វាតូចឆ្លាតមួយក្បាលរស់នៅវាចូលចិត្តអង្គុយខ្ពស់លើដើមឈើរបស់វាស៊ីផ្លែឈើផ្អែមពេញមួយថ្ងៃស្វារីករាយមួយក្បាលអង្គុយខ្ពស់លើដើមឈើត្រូពិចដែលមានស្លឹកឈើជ្រុះកំពុងស៊ីផ្លែឈើផ្អែមនិងមានជាតិទឹកយ៉ាងសប្បាយរីករាយខណៈពេលកំពុងញញឹមក្រពើពណ៌បៃតងដ៏រួសរាយរាក់ទាក់មួយក្បាលដែលមានស្នាមញញឹមធំមួយកំពុងស្ថិតនៅក្នុងទឹកក្បែរច្រាំងទន្លេសម្លឹងមើលឡើងលើហើយនិយាយជាមួយស្វាដ៏រីករាយមួយក្បាលដែលអង្គុយលើមែកឈើខាងលើស្វាកំពុងកាន់ផ្លែឈើពណ៌ក្រហមមួយញញង់យ៉ាងស្រទន់ពេលវាស្ដាប់ស្វារីករាយមួយក្បាលកំពុងបោះផ្លែឈើពណ៌ក្រហមនិងលឿងចុះទៅក្រពើដែលកំពុងញញឹមនៅក្នុងទន្លេខាងក្រោមក្រពើបានបើកមាត់យ៉ាងសប្បាយរីករាយត្រៀមខ្លួនចាប់ផ្លែឈើនោះក្រពើពណ៌បៃតងញញឹមមួយអណ្ដែតក្នុងទឹកជាមួយនឹងផ្លែឈើជាច្រើននៅជុំវិញវាមើលទៅហាក់ដូចជាលួចលាក់និងគិតគូរវាលើកចិញ្ចើមមកខាងឡើងនិងញញឹមបែបលេងសើចហាក់ដូចជាវាទើបតែមានគំនិតឆ្លាតវៃមួយក្រពើពណ៌បៃតងដ៏រួសរាយរាក់ទាក់មួយក្បាលកំពុងហែលឆ្លងកាត់ទន្លេដោយមានស្វាពណ៌ត្នោតដ៏រីករាយមួយក្បាលជិះលើខ្នងរបស់វាញញឹមយ៉ាងសប្បាយរីករាយនៅពាក់កណ្ដាលទន្លេក្រពើស្រាប់តែចាប់ផ្ដើមមុជចុះមកហើយស្វាមើលទៅហាក់ដូចជាភ្ញាក់ផ្អើលដោយកាន់វាយ៉ាងណែនទឹកបានហូរជុំវិញពូវាដោយស្វាមួយក្បាលដែលមានការភ្ញាក់ផ្អើលបានតោងជាប់នឹងខ្នងក្រពើពណ៌បៃតងមួយដែលកំពុងចាប់ផ្ដើមមុជចូលទៅក្នុងទឹកភ្នែករបស់ស្វាបោកធំនិងមាត់របស់វាបើកស្រែកថាឯងកំពុងធ្វើអ្វីខណៈពេលដែលទឹកហូរជុំវិញពួកវាក្រពើមើលទៅហាក់ដូចជាលួចលាក់ជាមួយនឹងស្នាមញញឹមដ៏ប៉ិនប្រសប់មួយក្រពើពណ៌បៃតងធំមួយក្បាលដែលមានស្នាមញញឹមធំទូលាយនិងលេងសើចបានហែលនៅក្នុងទឹកងាកក្បាលរបស់វាទៅនិយាយជាមួយស្វាដែលភ័យខ្លាចដែលកំពុងអង្គុយលើខ្នងរបស់វាស្វាមើលទៅហាក់ដូចជាភ្ញាក់ផ្អើលនឹងភ័យខ្លាចភ្នែកធំនិងមាត់បើកចំហអោបក្រពើយ៉ាងណែនក្រពើនិយាយថាខ្ញុំនឹងស៊ីបេះដូងរបស់អ្នកដើម្បីប្រពន្ធរបស់ខ្ញុំស្វាពណ៌ត្នោតឆ្លាតមួយក្បាលអង្គុយលើខ្នងក្រពើពណ៌បៃតងធំមួយញញឹមដោយទំនុកចិត្តខណៈពេលចង្អុលទៅដើមឈើក្នុងព្រៃក្រពើមើលទៅហាក់ដូចជាមានការងឿងឆ្ងល់ប៉ុន្តែរួសរាយរាក់ទាក់ហែលត្រឡប់ទៅច្រាំងទន្លេវិញស្វានិយាយថាអូក្រពើល្ងងខ្ញុំទុកបេះដូងរបស់ខ្ញុំនៅលើដើមឈើស្វាពណ៌ត្នោតដ៏រីករាយទើបតែលោតឡើងលើដើមឈើបៃតងខ្ពស់មួយសម្លឹងមើលចុះក្រោមហើយសើចយ៉ាងរីករាយដោយដៃម្ខាងលើទ្រូងរបស់វានៅខាងក្រោមក្រពើពណ៌បៃតងធំមួយក្បាលអង្គុយនៅក្នុងទន្លេរាក់មើលទៅហាក់ដូចជាភ្ញាក់ផ្អើលនិងខ្មាស់អៀនស្វាស្រែកថាហាឯងមិនអាចយកបេះដូងរបស់ខ្ញុំបានទេវានៅទីនេះមានសុវត្ថិភាពនៅក្នុងទ្រូងរបស់ខ្ញុំក្រពើពណ៌បៃតងធំមួយក្បាលហែចេញទៅក្នុងទន្លេដោយមុខមាត់សោកសោយនិងខ្មាស់អៀនមើលទៅហាក់ដូចជាស្រងោស្រងាំនៅលើដើមឈើបៃតងខ្ពស់មួយនៅច្រាំងទន្លេស្វាពណ៌ត្នោតដ៏រីករាយមួយក្បាលកំពុងសើចយ៉ាងរីករាយដៃម្ខាងដាក់លើទ្រូងមើលទៅមានមោទនៈនិងជោគជ័យស្វាពណ៌ត្នោតមួយក្បាលដ៏រីករាយអង្គុយដោយទំនុកចិត្តលើមែកឈើបៃតងខ្ពស់មួយសម្លឹងមើលក្រពើពណ៌បៃតងធំមួយក្បាលដែលកំពុងហែលនៅក្នុងទឹកស្វាចង្អុលលេងហើយនិយាយថាលើកក្រោយលោកក្រពើកុំលោភលន់អីក្រពើមើលទៅហាក់ដូចជាខ្មាស់អៀនតែមានគ្រោះថ្នាក់